Hello សួស្តី Scorpio តើយើងមកមើលនៅក្នុងខែ12ឆ្នាំ2024តែមានន័យខ្លះអ្នកអត់នេះលួយកាក់ការងារស្នេហានឹងឯង complete comment នៅវីដេអូខ្ញុំផងខុសថាខុសថាត្រូវយើងមកមើល detail ទាំងអស់គ្នាណាគុណច្រើនសម្រាប់ការ like share នៅវីដេអូរបស់ខ្ញុំអរគុណច្រើនមែនទែនសូមឲ្យឆ្នាំថ្មីនេះអ្នកនរគ្នាមានអំណរប្រាថ្នាបានសម្រេចសុខកាយសប្បាយចិត្តណាអូខេ good តាបៀទី1អូការកសាងសុភមង្គលថ្មីជាមួយនឹងក្តីសុខរស់នៅជាមួយមនុស្សនឹងខ្លួនឯងស្រឡាញ់យ៉ាអតីតកាលបើបំភ្លេចអស់ហើយបើអ្នកបំផាបំភ្លេចអតីតកាលអស់គឺល្អតែបើអ្នកនៅចង់ចាំមានន័យថាវាជាស្មៅមួយដែលនៅតោងជាប់អ្នកទាំងអស់គ្នាគេឲ្យអ្នកទាំងអស់គ្នាបំភ្លេចគឺល្អបំផុតព្រោះស្លឹកវាបែកមកនេះមនុស្សផងម្នាក់មានសេចក្តីអស់សង្ឃឹមជាមួយនឹងបែង3ដែលគេឲ្យអត់យកទេណាបែង3ដែលគេមិនឲ្យគេមិនឲ្យយើងទៅចង់បានតែទៅយកអាបែងពីរនេះក្រោយខ្នងនេះដែលព្រះជាម្ចាស់ដែលពុកម្ដាយបងប្អូនសាច់ញាតិឲ្យនេះពេលដំណើរក្តីស្រឡាញ់រំលាយយើងស្រឡាញ់ណាគេឲ្យយើងអត់យកយើងអត់មើលយើងអត់ក្លែកយើងអត់ចង់បានគេយើងអត់ត្រូវការគេអញ្ចឹងវាផ្ទុយអត្តចរិតគឺផ្ទុយអញ្ចឹងគឺសូមឲ្យអ្នកទាំងអស់គ្នាកែយ៉ាងម៉េចកែបំភ្លេចអតីតកាលចោលទាំងអស់ហើយរបស់ណាដែលជារបស់យើងចាំយករបស់ណាដែលមិនមែនកុំយកហើយឈប់មើលរបស់ដែលវាឈឺចាប់ហើយនេះឃើញពេកដួលជាងឈាមប្រពេដំណើរក្តីស្រឡាញ់ពេដំណើរបំណងប្រាថ្នាបើអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំបានវានឹងផ្ទុយត្រឡប់មកវិញបានន័យថាគោលបំណងនិងក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នាវានឹងបានសម្រេចដូចចិត្តនៅក្នុងឆ្នាំថ្មីនេះភ័យអខាត់នឹងស្នេហាកាក់ដំណើរអុយលេដើមឈើលេខផ្ទះលេខម៉ងលេខហងប្រេះលេខជំនាញផ្ទះលេខគ្រូបាស៊ីគេឲ្យអ្នកទាំងអស់គ្នាទៅបន់បើអ្នកទាំងអស់គ្នាក្រាបសំពះរបស់អស់ទាំងអ្នកអស់គ្នាទៅបន់សម្រាប់អ្នកអត់តមានគូអ្នកទាំងអស់គ្នានឹងមានគូឆាប់ហ្នឹងនៅក្នុងខែហ្នឹងថ្ងៃហ្នឹងម៉ោងហ្នឹងឬឆ្នាំក្រោយខ្ញុំមើលរយៈពេល4ខែទៀតនឹងមានមនុស្សចូលមកអញ្ចឹងខ្ញុំសូមដេញតិចជាមួយនឹង Scorpio ជាមួយនឹង Oracle card ថាមានអីខ្លះអ្នកទាំងអស់គ្នាមើលខ្ញុំមានអារម្មណ៍ថាខ្ញុំមានពលិសោះជាមួយនឹងនេះចេញសញ្ញាមក stop បាត់ឃើញស្លាញ់ Oracle វា link គ្នាអស់ក្នុងការមើល stop ឈប់ជឿអតីតកាលឈប់លងលក់ជាមួយនឹងអតីតកាលបំភ្លេចអតីតកាលចោលហើយលបហ្នឹងស្នាមហ្នឹងវាជាហើយអ្នកទាំងអស់គ្នាឈប់ទៅយកក្បិតឆ្កឹះវាមកឈឺថែមអាចនិយាយថាបើសង្សារចាស់ត្រឡប់មកវិញក្នុងរយៈពេលឥឡូវហ្នឹងឬក្នុងកំឡុងពេលមើលបៀខ្ញុំបានថាមនុស្សហ្នឹងគឺបោកប្រាស់ 100% អាចថាគេនឹងត្រឡប់មកពេលស្របពេលអ្នកទាំងអស់គ្នាបានត្រៀមនឹងរៀបពីឬកំពុងតែភ្ជាប់ពាក្យគឺត្រឡប់មកសុំត្រូវវិញសន្យាជាមួយអ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នានោះអ្នកទាំងអស់គ្នាជឿចិត្តជឿជាក់ប៉ុន្តែអ្នកនឹងគឺបោកទេយ៉ាប់សូមអ្នកទាំងអស់គ្នាមើលពីបច្ចុប្បន្នវិញល្អជាងពាក្យថា stop មកបែបនេះអានេះ indulgement អូខេនេះឃើញវាវិញចាំពីការស៊ីសំណោកសោកប៉ាន់មនុស្សស្រីម្នាក់យើងលើទៅសោកមនុស្សផុសម្នាក់តែមនុស្សផុសនឹងនិយាយថានៅកុំមកញ៉ៃខ្ញុំកុំមកសោកលុយខ្ញុំអត់ត្រូវការស៊ីលុយសំណោកសោកប៉ាន់លុយទឹកតែអីទេកុំប្រើលុយនៅក្នុងវិស័យការងារឬក៏ចិត្តបេះដូងយកមកធ្នាក់ជាន្ទាក់របស់ខ្ញុំឬក៏កុំត្រឡប់មកវិញខ្ញុំអត់ត្រូវការទេព្រោះនៅខាងក្រោយខ្នងនេះវាមានពលឺមួយហើយវាមានអគិសគ្រូពោះទេមានន័យថាមនុស្សដែលយើងស្រឡាញ់មនុស្សបច្ចុប្បន្នគឺល្អគ្រប់គ្រាន់ហើយអញ្ចឹងខ្ញុំអត់ត្រូវការអ្នកឯងទៀតបាច់មកទេអូខេតាអូខានមនុស្សម្នាក់ដែលមានអត្តចរិតមួយជាមនុស្សស្លៀកសពាក់សធ្វើបន់ចូលចិត្តតាំងសមាធិខាននេះមាន calm down ធ្វើចិត្តឲ្យស្ងប់អាចថាឡើយអ្នកនរគ្នាវងវេរៀបបាក់ចាណាបាក់បែងចែកអីបន្តិចចឹងត្រូវតែធ្វើចិត្តឲ្យស្ងប់ដើម្បីសម្រេចគោលការណ៍ធំមួយព្រោះយើងដកបៀនេះចេញបៀតំណាងឲ្យថាអ្នកទាំងអស់គ្នាគឺមានផែនការមាន plan បង្កើតផ្ទះថ្មីបង្កើតចម្រោកថ្មីបង្កើតជីវិតអាពាហ៍ពិពាហ៍ដែលច្បាស់លាស់ពិតប្រាកដជាមួយមនុស្សផលដែលយើងស្រឡាញ់ដែលយើងជឿជាក់គេហើយថាគេជាមនុស្សសុភាពរៀបសារ flow boat អាចបង្កើតកូនអាចជាឪពុកល្អអាចជាម្ដាយល្អរស់នៅជាមួយយើងទៅអនាគតនៅថ្ងៃចាស់មនុស្សម្នាក់ដែលមានការងារនឹងថឹងនឹងណអត់ចេះអត់ការងារធ្វើអត់ចេះខ្ជិលនឹងការងារឧស្សាហ៍ខ្លាំងអ្នកទាំងអស់គ្នាបានជួបកំណត់ធប់កំណត់លៀបហើយមិនអាចថាឆ្នាំហ្នឹងឬឆ្នាំក្រោយគឺអ្នកទាំងអស់គ្នាល្អទាំងអស់ទាំងអ្នកមិនទាន់មានគូក៏គូបានថ្មីអ្នកកំពុងភ្ជាប់ពាក្យអាចរៀបការបានអ្នកមានសុភមង្គលហើយអ្នកមានគ្រួសារហើយសម្រាប់ Scorpio គឺសំបំណងសំប្រាថ្នាសំចិត្តប៉ុន្តែដោយអ្វីដែលខ្ញុំរៀបរាប់ខាងលើអញ្ចឹងចូលធ្វើអ្វីដែលខ្ញុំផ្ដាំនិងបញ្ជាក់ទៅអ្នកទាំងអស់គ្នាអូខេពេល5នេះគឺញ៉ាំពីបរមនេះដែលស្លៀកពាក់រ៉ូបពណ៌ខ្មៅកំពុងអានមើលទិស្រាក្រហមដែលហូរជ្រាបចូលក្នុងដីកំពប់ចេញពីពេងទាំង3ដែលភាពសោកស្ដាយផ្នែកខាងក្រៅខ្លួនមានពេងចំនួន2ទៀតដែលគេមិនបានចាប់អារម្មណ៍បែរជាសោកស្ដាយរបស់
បៀបង្ហាញដល់ការបាត់បង់ដែលមានអ្វីនៅសេសសល់តែបែរជាមានការសោកស្ដាយនិងសោកស្ដាយជាមួយរបស់ដែលបាត់បង់ច្រើនជាងគិតដល់របស់ឬដែលធ្លាប់ផ្លាត់ភ្លាំងទៅបើន័យថាដូចនិយាយចឹងគេឲ្យបំភ្លេចអតីតកាលចោលសរុបអត្តន័យមកហ្នឹងអ្នកនរគ្នាគួរណាសោកស្ដាយរបស់ណាដែលវាអត់មានតម្លៃអត់មានប្រយោជន៍របស់ណាដែលមិនមែនជារបស់យើងវាបានបាត់បង់ទៅហើយជាអ្នកនរគ្នាឈប់សោកស្ដាយពីវាទៅព្យាយាមកាត់អតីតកាលចោលទាំងអស់មិនថាអ្នកនរគ្នាមានរឿងឈឺចាប់ខ្លាំងដល់កម្រិតណាក៏ដោយអ្នកនរគ្នាធ្វើបានអ្នកគ្នានឹងជោគជ័យដើរទៅមុខមួយដំណាក់កាលទៀតមួយទី2បង្ហាញដល់ថាអ្នកនរគ្នាបានគិតទៅដល់ស្នេហាចាស់ៗដែលធ្លាប់បាត់បង់អារម្មណ៍ល្អឲ្យគ្នាទៅវិញទៅមកដែលធ្លាប់មានឲ្យគ្នាទៅវិញទៅមកការខកបំណងការមានស្នេហាបែកបាក់ការលេងលះគូស្នេហ៍បាត់បង់ជីវិតដល់ប្រការណាមួយដែលយើងអត់ដឹងដល់អត់ព្រៀងទុកយ៉ាងហ្នឹងវាបំរាមរបស់វានៅក្នុងរឿងនៅក្នុងឆ្នាំក្រោយបើសិនជាអ្នកនរគ្នាស្រឡាញ់គ្នាគឺហាមឆ្លោះគ្នាជាដាច់ខាតព្រោះយើងមើលឃើញតែអ្នកនរគ្នាស្បិតតែមានសុភមង្គលយ៉ាងខ្លាំងជាទីបំផុតពីក្បាលដំបងក៏ប៉ុន្តែគេមានបំរាមមួយអ្នកនរគ្នាថាហាមឆ្លោះឆ្លោះពីទូចបកទៅធំជួនកាលហឹងទួទៅអ្នកនរគ្នាលេងលះគ្នាអញ្ចឹងគេមានបំរាមមួយថាហាមគូស្នេហ៍ទាំងអស់នៅក្នុងឆ្នាំក្រោយត្រូវតែស្រឡាញ់គ្នាឲ្យខ្លាំងហើយហាមឆ្លោះគ្នាព្រោះតែឆ្លោះគ្នាព្រាមប៉ិតខ្លាំងដោយសារតែពីអតីតកាលហ្នឹងអាចថាមួយផ្នែកទៀតយើងមើលឃើញគូស្នេហ៍មួយផ្នែកទៀតអតីតកាលធ្លាប់ឆ្លោះគ្នាខ្លាំងតែទៅមកបច្ចុប្បន្នកាលឬក៏ឥឡូវហ្នឹងអញ្ចឹងគេព្យាយាមឲ្យអ្នកនរគ្នាព្យាយាមផ្សះផ្សារឿងល្អចូលមកឲ្យបានច្រើនហាមឆ្លោះហើយហាមបែកម្ដងទៀតអាចយើងមើលឃើញថាអ្នកនរគ្នាធ្លាប់បែកបាក់ម្ដងហើយក៏ត្រូវគ្នាវិញនេះសម្រាប់ស្នេហាScorpio ខ្ញុំមើលឃើញមួយផ្នែកទៀតណាអញ្ចឹងសភាពវាចិត្តរបស់អ្នកទាំងអស់គ្នាមានពេលខ្លះមានចិត្តរារយមានចិត្តរាថយក្នុងការធ្វើអ្វីមួយសើតអស់ពីខ្លួនចាគ្រប់យ៉ាងដែលធ្លាប់មានតែពេលនេះនៅមិនសល់ប្រមាណសល់តិចខ្លាំងមែនតើដោយអ្នកគ្នារាថយក្នុងការធ្វើអ្វីមួយយ៉ាក្នុងចិត្តមានការច្របូកច្របល់ខ្លាំងនេះមើលឃើញមួយផ្នែកទៀតសម្រាប់ Scorpio ហើយភាសាខ្ញុំនិយាយនេះសម្រាប់ប្រហែលជាអ្នកនៅលាវឬទៅបែកបាក់ពីសង្សារហើយអារម្មណ៍របស់អ្នកនរគ្នាគឺឥឡូវគឺនៅពេលហ្នឹងប៉ុន្តែដូចខ្ញុំបកត្រឡប់មកវិញអញ្ចឹងបើអ្នកនរគ្នាកាត់វាចោលឥឡូវហ្នឹងគឺល្អអ្នកនរគ្នានឹងទទួលបានមន់ថ្មីនេះដែលគេល្អជាងអ្នកចាស់ 100% តែម្ដងអ្នកមន់ថ្មីនេះបើសិនជាគេមកគឺការយកភ្លាមតែម្ដងព្រោះគេមានលុយមានទ្រព្យមានផ្ទះមានសម្បែងមានគូរសាសុភមង្គលមានឡានទៅធ្វើមានឡានច្រើនមានលុយច្រើនអីធ្វើអ្នកពេញចិត្តពេញកាយតែម្ដងនៅក្នុងឆ្នាំក្រោយអញ្ចឹងយីមួយម៉ាត់កាត់អតីតកាលចោលឲ្យអស់គឺល្អបំផុតមួយផ្នែកទៀតខ្ញុំឃើញតែអ្នកអរគ្នាកំពុងតែអស់សង្ឃឹមខ្លាំងកំពុងតែកាត់ទុកបាត់បង់ភាពកក់ក្ដៅបាត់បង់របស់សំខាន់នៅក្នុងជីវិតក្តីស្រឡាញ់ត្រូវបានបំផ្លាញដោយស្នាដៃមិត្តភ័ក្តិឬបានត្រូវបានឆ្លោះគ្នាជាមួយមិត្តភ័ក្តិដាច់គ្នាប៉ិតតែម្ដងអញ្ចឹងបំរាមួយទៀតដែរឆ្នាំក៏អាចថាកំទុកចិត្តមិត្តភ័ក្តិខ្លាំងពេកកុំល្អជាមួយគេពេកតែអ្នកគ្នាមានរឿងមិត្តភ័ក្តិក្បត់នៅខាងក្រៅខ្នងធ្វើបាបយើងមួយខ្លាំងមួយទំហឹងតែម្ដងអញ្ចឹងគេឲ្យផងប្រយ័ត្នសម្រាប់ Scorpio នៅក្នុងឆ្នាំក្រោយឬក៏មួយខែ2ខែទៀតក្នុងការមើលបៀរបស់ខ្ញុំអូខេមួយផ្នែកទៀតខ្ញុំមើលឃើញថាបើសិនជាអ្នកគ្នាអាចធ្វើបានឬលំអិតបានសង្កត់ធ្ងន់បានពីអតីតកាលបំភ្លេចវាចោលឬក៏អ្នកគ្នាផាសទៅមួយជំហានទៀតអ្នកនរគ្នានឹងអាចមានភាពរឹងមាំយើងនឹងមានភាពទូលំទូលាយនឹងធំជាងមុនអាចថាបានអ្នកនរគ្នានឹងគួរតែប្រែប្រួលរៀងខ្លះទៅដូចជាលាបសាក់ពណ៌អីចឹងទៅដូចជាធ្វើចំអកឲ្យស្រួយអីចឹងទៅ yes ហើយមួយផ្នែកទៀតសម្រាប់ស្នេហារបស់អ្នកនរគ្នានៅពេលណាអ្នកនរគ្នាជួបមនុស្សស្រឡាញ់ពិតប្រកបនៅក្នុងកម្រិតខ្លាំងណាមួយនោះជីវិតរបស់អ្នកទាំងអស់គ្នានឹងមានសេចក្តីសុខខ្លាំងពេញមួយទំហឹងតែម្ដងហើយមានសុភមង្គលគ្រួសារដ៏រឹងមាំនឹងមិនមានការលែងលះគ្នាឧទាហរណ៍ថានៅក្នុងឆ្នាំហ្នឹងបើសិនជាឪពុកម្ដាយរបស់អ្នកទាំងអស់គ្នាថាមានមនុស្សផងម្នាក់មានមនុស្សស្រីម្នាក់ចូលមកទៅដឹងឲ្យអ្នកទាំងអស់គ្នាដាច់ខាតទៅយកហាមរារែកចិត្តព្រោះម្នាក់ហ្នឹងគឺជាគូគប់ខ្លាំងរបស់អ្នកទាំងអស់គ្នាពីព្រោះអ្នកទាំងអស់គ្នានឹងទទួលបានសិលឹកបៀរៀបការភ្ជាប់ពាក្យយ៉ានឹងទទួលបានលៀបសាច់ទាំងពីរមួយប្រភេទដូចជាការសាងសង់ផ្ទះថ្មីនិងទិញផ្ទះថ្មីជីវិតគូសកលគឺឆ្លងយ៉ាងរីករាយជាទីបំផុតសម្រាប់នៅក្នុងឆ្នាំក្រោយបើសិនជាអ្នកគ្នាបានរៀបការនៅក្នុងឆ្នាំក្រោយ yes មួយទៀតលុយកាក់អ្នកទាំងអស់គ្នានឹងមានលុយមាសហូរចូលមកយ៉ាងច្រើនសន្ធឹកសន្ធាប់សាងឋានៈលំដាប់ខ្ពស់ឲ្យគង់វង្សយ៉ាងខ្លាំងជាទីបំផុតបានន័យថាអ្នកទាំងអស់គ្នានឹងមើលឃើញដូចជាវិស័យអីមួយដូចថាវិស័យលក់មាសចឹងទៅស័ក្តិសមអ្នកទាំងនេះទៅរកស៊ីហ្នឹងអូដល់អ្នកនេះនិយាយថាជប់ធ្វើការទៅរកស៊ីនៅកន្លែងរកស៊ីវិញអ្នកទាំងនេះមើលឃើញភាពច្បាស់លាស់ហើយនឹងថិតថេរយូរអង្វែងជាងមុនណាចឹងទៅថាអ្នកទាំងនេះលែងជាមនុស្សក្មេងខ្ចីនៅក្នុងជីវិតទៀតអ្នកទាំងនេះបានវិវត្តទៅមួយជំហានទៅក្នុងឆ្នាំ2025នឹងជោគជ័យយ៉ាងខ្លាំងជាទីបំផុតមានលុយមានឡានយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុន្តែអ្នកទាំងនេះក៏ត្រូវឆ្លងកាត់នូវភាពឈឺចាប់យ៉ាងខ្លាំងផងដែរអញ្ចឹងខ្ញុំមានតែ